Biết đó ngọt hay rồi cái thu cứ miên password đo tập buôn nó password lăng tròn hay lăng nhảy ở đời này cứ như một phép mong tha password này mũi cứ viên miên một nghề cái khác hay nhom nâng phép cái việc đo password này mũi được kia và tìm mũi đâyสำคัญ chừng cái cứ password secondary là dương hai tha chỉ password security nâng ai nâng password សុវត្ថិភាព miên đây ta សំខាន់ មកយើងចង់លក់ដូរហេរ៉ូអីគឺត្រូវតែមាន password នឹងបើសិនជាបាត់ password ហ្នឹងគឺយើងបើយើងខូចមកយើងអាចយក password សបាយ go ឬក៏ password ផ្សេងៗមកបាន password ទី2គឺ password ឲ្យសបាយនេះអា password ដែលយើងចូលទៅដាក់ go ឬក៏ដាក់ go ហ្នឹងអាហ្នឹង password ទី2 password ទី3គឺជា password login ចូល game នេះឯងហើយ password ទី4គឺជា password item នេះអញ្ចឹងតោះយើងទៅ account ម៉ៃសបាយទាំងអស់គ្នាយើងគ្រាន់វាយកន្លែងនេះយើងដាក់វាយម៉ៃសបាយមកអញ្ចឹងគឺយើងវាយ account នឹងចូលមកណាតើមកយើង sign in វាចូលមកចុចឲ្យកន្លែងមូលខាងស្ដាំដៃនេះដើម្បីចូលទៅដូរ password secondary របស់យើងណាទៅ account setting នេះចុចមកទៀតយើង click លើ password and secondary ទៅវីដេអូហ្នឹងខ្ញុំធ្វើឲ្យម្ដងហើយប៉ុន្តែបងអត់ច្បាស់ព្រោះវាដាច់ជុំអានេះខ្ញុំធ្វើឲ្យច្បាស់ជាងហ្នឹងសូមប្រាប់អាកន្លែង password កន្លែងនេះគឺ password secondary ដែល password ខ្ញុំនិយាយដំបូងគេវាសំខាន់ខ្លាំងអញ្ចឹងបើសិនជាយើងចង់ដូរ password secondary គឺយើងត្រូវចុចឲ្យកន្លែងchange ហ្នឹងមកយើងវាយ password បច្ចុប្បន្នរបស់យើងនឹងខាងលើហ្នឹងណានេះគឺ password secondary ថ្មីរបស់យើងណាជាកន្លែង password ហ្នឹងគឺគេទាមទារយើងមានលេខមានអក្សរធំមានអក្សរតូចយ៉ាងហោចណាស់គឺមានចាប់ពី8តឡើងទៅបងបានវា strong ណាអញ្ចឹងកន្លែងនេះគឺយើង confirm password ថ្មីរបស់យើងនឹងមកនេះអញ្ចឹងយើង submit វាមកគឺ password ហ្នឹងគឺយើងបានដូរហើយអញ្ចឹងចូលដល់ password ទី2ដែលជា password gold password ដែលយើងចូលមកមិញនេះអា password សបាយយើងចូលមកដល់ក្នុងហ្នឹងអញ្ចឹងកន្លែង password ហ្នឹងគឺនៅខាងលើនេះអាហ្នឹងគឺ password gold របស់យើងខាងលើនេះគឺជា password យើងចូល gold មិញហ្នឹងឯងយើងវាយ password បច្ចុប្បន្នរបស់យើងហ្នឹងណាpassword ថ្មីខ្ញុំដាក់ net แล้วក្រែមួយវិញទីច្រឡំយក password ដែលខ្ញុំកំពុងវាយនឹងយកទៅវាយព្រោះដោយសារតែខ្ញុំធ្វើវីដេអូនេះហើយគឺខ្ញុំបើកដូរ password វិញទេនេះគ្រាន់តែខ្ញុំឧទាហរណ៍ឲ្យឯងអញ្ចឹងយើង submit កន្លែងនេះមកគឺមានន័យថា password gold របស់យើងគឺបានដូរហើយឯងទី3គឺជា password login អញ្ចឹងយើងចូលកន្លែងសបាយនេះមកយើងចូលកន្លែង game management នេះតោះមកយើងចុចកន្លែង AK2 ហើយកន្លែងចុចឲ្យកន្លែង hero របស់យើងហ្នឹងឈ្មោះ username របស់យើងហ្នឹងឯងអ្នកខ្លះគាត់មាន3 4អញ្ចឹងយើងមើល username login របស់យើងមួយណាយើងដាក់នៅហ្នឹងមកតោះមកយើងចុចកន្លែង change password នេះមកយើងវាយ password ថ្មីហ្មងអានេះគឺយើងវាយថ្មីហ្មងយើងមិនចាំបាច់ confirm password ចាស់ណានេះក្រែម8ហ្មងទៅព្រោះអាហ្នឹងគេអត់ទាមទារយើងដាក់អីច្រើនទេយើងចង់ដាក់តិចក៏បានអីក៏បានស្រួលចាំអញ្ចឹងយើងដូរ password វាមកហើយអញ្ចឹងមានន័យថា password យើងគឺ reset ហើយអស់ហើយណាអញ្ចឹងសម្រាប់ password ឲ្យថាបើសិនជាបងភ្លេចបងគ្រាន់តែចុចឲ្យកន្លែង force remove នេះមកគឺហើយឯងប៉ុន្តែគ្រាន់តែ password នឹង reset មកវិញរយៈពេល7ថ្ងៃបានយើងលេងមាន password វិញអញ្ចឹងណាអញ្ចឹងបើបងអូខេបងគ្រាន់ចុច click confirm មក7ថ្ងៃក្រោយបងអាចមាន password នឹងបានវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាបងឆ្ងល់អីទៀតអាចធ្វើការ comment នៅខាងក្រោមបានអរគុណដែលបានមើលជួបគ្នានៅវីដេអូក្រោយបាយបាយបង